ពេលភ្លៀងកក់ខែតើចន្ទទីជួបបញ្ហាអ្វីខ្លះបាទពិសេសគឺពពុះផ្ការេកក៏ដូចជាក្តាប់ភេកជ័យបាទវីដេអូនេះតាំងពីដើមរហូតដល់ចប់បងប្អូននឹងបានដឹងពីបញ្ហាដែលនឹងកើតមានក៏ដូចជាដំណោះស្រាយបាទអូខេបាទថ្ងៃទី8ខែ3 2025បាទឃើញថាចន្ទទីនេះគឺទើបតែមានផ្ការៀងយឺតបាទផ្កាទើបតែចាប់ដើមរីកហើយបង្កាត់ក្តាប់បានខ្លះបាទហើយក៏កំពុងតែមានបញ្ហាបដាដែរគឺក្បាលរុយគឺវាក្រៀមអត់សូវមានកម្លាំងទេបាទហើយម្សិលមិញនេះផងដែរគឺពេលល្ងាចគឺជួបជាមួយនឹងបញ្ហាភ្លៀងកក់ខែបាទគឺមានជួបភ្លៀងកក់ខែបាទអញ្ចឹងបញ្ហាភ្លៀងកក់ខែនេះគឺវាបង្កបញ្ហាគ្រោះថ្នាក់ទៅដល់ចន្ទទីមែនតែនពិសេសគឺពពុះផ្ការីកគឺវាអាចធ្វើឲ្យផ្កាដែលកំពុងរីកនេះនឹងខូចបាទដោយសារតែបរិមាណភ្លៀងច្រើនគឺវានឹងធ្វើឲ្យខូចផ្កាឬក៏ភ្លៀងតិចក៏វាអាចបង្កឲ្យខូចដែរបើសិនជាករណីដែលយើងមិនបានប្រើប្រាស់ថ្នាំជំងឺកម្ចាត់ជំងឺបានស្អាតទេគឺភ្លៀងកក់ខែតិចតួចនេះគឺវាបង្កឲ្យផ្សិតឬក៏ដូចជាជំងឺផ្សេងហ្នឹងវារីករាលដាលបំផ្លាញផ្កានឹងឲ្យខូចផងដែរហើយមិនត្រឹមតែផ្កាទេគឺវានឹងបង្កគ្រោះថ្នាក់ទៅដល់ទាំងក្តាប់ទាំងក្បាលរុយបាទគឺវាអាចខូចទាំងអស់បាទអញ្ចឹងហើយគឺនៅពេលដែលជួបភ្លៀងកក់ខែនេះគឺយើងត្រូវតែមានការប្រុងប្រយ័ត្នជាមួយនឹងបញ្ហាដែលនឹងកើតមានឡើងអញ្ចឹងក្រោយពេលភ្លៀងកក់ខែភ្លាមគឺយើងត្រូវតែប្រញាប់បាទប្រើប្រាស់នៅដំណោះស្រាយឲ្យបានទាន់ពេលវេលាបាទកុំទុកឲ្យវានៅយូរបាទអញ្ចឹងក្រោយភ្លៀងកក់ខែរួចបាន2ថ្ងៃបាទយ៉ាងយូរត្រឹម3ថ្ងៃទៅបានហើយបាទតែខណៈយើងទុកយូរពេកគឺវាហួសពេលយើងមិនអាចសង្គ្រោះចន្ទទីបានទេបាទហើយនេះគឺជាបញ្ហាបង្កដោយភ្លៀងកក់ខែគឺវាអាចបង្កឲ្យចន្ទទីក្រៀមផ្កាក្រៀមក្តាប់ក្រៀមក្បាលរុយជាដើមបាទអញ្ចឹងសម្រាប់ដំណោះស្រាយបាទអញ្ចឹងគឺយើងដើម្បីដោះស្រាយជាមួយនឹងបញ្ហានេះគឺយើងត្រូវតែមានបាទត្រៀមនៅថ្នាំជំងឺបាទទុកជាប្រចាំបាទឲ្យបានមួយមុខពីរមុខទៅហើយក្រោយពេលភ្លៀងកក់ខែភ្លាមគឺយើងត្រូវតែប្រញាប់បាញ់លាងសម្អាតបាទឲ្យបានទាន់ពេលកុំឲ្យយឺតយ៉ាវតែកាលណាយឺតយ៉ាវគឺវាខូចច្រើនបាទហើយថ្នាំជំងឺគឺយើងអាចប្រើមួយណាក៏បានដែរមានទាំង Mancozeb Metalaxyl បាទ Hexaconazole បាទ Carbendazim បាទ Prochloras គឺយើងអាចប្រើបានទាំងអស់យើងយកមួយមកប្រើមកបាទតែយើងគួរតែបន្ថែមបាទសំខាន់គឺយើងត្រូវតែបន្ថែមជាមួយនឹងពពុះអាមីណូស៊ីវីតឬក៏សារ៉ាយសមុទ្របាទដោយសារតែពពុះនេះគឺវាជួយបានខ្លាំងមែនទែនបាទក្នុងបរិបទនេះផងដែរគឺយើងអាចឃើញថានៅកំឡុងចុងខែ2ដើមខែ3បាទមានបញ្ហាសំណើមដីទាបមែនទែនហើយសំណើមបរិយាកាសក៏មានទាបពេលខ្លះផងដែរអញ្ចឹងហើយវាជាកត្តាមួយបង្កឲ្យចន្ទទីរបស់យើងគឺវាគាំងដំណើរការសារធាតុចិញ្ចឹមបាទអញ្ចឹងតោះតែយើងប្រើសារ៉ាយសមុទ្រទៅជួយទើបបានប្រសើរបាទអញ្ចឹងគឺយើងអាចប្រើថ្នាំជំងឺបូកជាមួយនឹងសារ៉ាយសមុទ្រនេះទៅតែម្ដងបាទហើយយើងអាចប្រើកម្រិតវាបាទ7ថ្ងៃ10ថ្ងៃឬក៏15ថ្ងៃអីទៅដើម្បីជួយសម្រួលដំណើរការរបស់វាបាទហើយតកតងទៅនឹងការប្រើប្រាស់រូបមន្តបញ្ចេញក្តាប់ក៏ដូចជាអាហារបំពន់ផ្សេងបាទជាការប្រសើរយើងកុំឲ្យប្រើវាបាទចាំដល់ពេលភ្លៀងមកជោគដីហើយអាហ្នឹងយើងអាចប្រើពពុះអាហារបំពន់ឬក៏ពពុះជំរុញបញ្ចេញក្តាប់បានបាទអាសាអីបើសិនជាយើងប្រើនៅពេលនេះគឺវាអត់សមស្របទេបាទពីព្រោះថាចន្ទទីយើងកំពុងតែខ្សោយកម្លាំងផងបាទកំពុងតែជួបគ្រោះថ្នាក់ផងហើយយើងបញ្ចេញមកទៀតបាទគឺកាន់តែយ៉ាប់មែនតែនបាទស្ថានភាពនេះអញ្ចឹងគួរតែកុំឲ្យប្រើអាហារបំពន់ឬក៏បាទរូបមន្តបញ្ចេញក្តាប់បាទយើងគ្រាន់តែប្រើតែអាហារសម្របសម្រួលនិងថ្នាំជំងឺទៅសិនទៅបានហើយបាទនេះគឺជាវិធីសាស្ត្រមួយបាទគឺធ្វើឲ្យវាដំណើរការសារធាតុចិញ្ចឹមមកសមស្របតាមកម្លាំងរបស់វាបាទហើយរូបមន្តនេះយើងព្យាបាលជំងឺមែនប៉ុន្តែក្តាប់វានឹងដំណើរការចេញមកតាមធម្មតាតាមកម្លាំងរបស់វាដែរបាទមិនមែនអត់ចេញទេគឺវានឹងចេញក្តាប់មកដែរហើយសុវត្ថិភាពចេញមកគឺវាកាន់ល្អវាប្រសើរជាងយើងប្រើរូបមន្តបញ្ចេញបាទបាញ់ទៅចេញមកវាប្រឈមនឹងបញ្ហាក្រៀមទៅវិញច្រើនបាទអញ្ចឹងជាការប្រសើរគឺយើងប្រើរូបមន្តកម្ចាត់ជំងឺទៅបាទឲ្យវាអស់ជំងឺទៅវាដំណើរការចេញក្តាប់មកបានតាមកម្លាំងរបស់វាហើយកាន់បានល្អបាទហើយផ្កាគឺវានៅល្អច្រើនទៀតបាទ
នេះគឺជាដំណោះស្រាយមួយដើម្បីឲ្យចន្ទិរបស់យើងគឺនឹងទទួលបានផលច្រើនគ្រាន់តែថាវាបានយឺតបាទវាមិនស្រុះគ្នាចឹងហើយវាត្រូវចំណាយពេលយូរក្នុងការប្រមូលផលប៉ុន្តែយើងមានឱកាសជោគជ័យច្រើនជាងការប្រើប្រាស់រូបមន្តបញ្ចេញក្តឹបបាទអូខេអរគុណច្រើនសម្រាប់វីដេអូនេះបាទមានតែប៉ុណ្ណេះបាទបើសិនជាបងប្អូនមានចម្ងល់អាចជជែកសួរបានបាទតាមរយៈលេខទូរស័ព្ទនិង Telegram